វីដេអូផ្ទុះការចែកចាយចែកម្លែកទាក់ទងជាមួយនឹងការចាប់ដៃរបស់លោកពាក់មីទៅកាន់លក្ខណៈហើយក៏លោកពាក់មីក៏បានធ្វើវីដេអូបកស្រាយបាទទៅលើបញ្ហាហ្នឹងហើយក៏មានគណនីម្នាក់ក៏ឈ្មោះពេជ្ររាជនីកញ្ញាដែលបានខមមិនថាថោកទាបដើម្បីតែលុយបង្កើត content ជាគំរូអាក្រក់ដល់សង្គមដែលជា clear មួយនេះហើយដែលធ្វើឲ្យលោកពាក់មីបាទសម្រេចចិត្តប្តឹងទៅលើកញ្ញាហើយក៏ជាលើកទី1ដែរសំណួររបស់ខ្ញុំចង់សួរថាតើបន្ទាត់អ្វីទៅដែលលោកបានដើរដល់បន្ទាត់ក្រហមនេះដែលសម្រេចចិត្តប្តឹងកញ្ញាដែលបានខមមិននៅក្នុង Facebook របស់លោកពាក់មីហើយនេះជាលើកទី1ផងដែរដែលលោកបានបញ្ជាក់ថាលោកបានដាក់ពាក្យបណ្ដឹងទៅលើការអ្នករិះគន់បែបនេះបាទអរគុណអូនហ្នឹងហើយអូនបងចូលសិល្បៈ16ឆ្នាំហើយដើរលើវិថីសិល្បៈនេះជាមិនផុតទេនៃការរិះគន់កន្លងមកច្រើនរាប់មិនអស់ហើយយើងលេងកំ pl ែងចង់ឲ្យគេសើចវាតែងតែកំ plok កំ pl ែងធ្វើឲ្យលើសអីចឹងមិនគេសើចយើងអ្នកកំ pl ែងយើងមិនមែនពិធីករអ្នកនិយាយត្រឹមត្រូវណាអញ្ចឹងតែបងប្អូនមិនពេញចិត្តគាត់រិះគន់អញ្ចឹងបើសរុបមក6 10ឆ្នាំបងវាឆ្អែតឆ្អន់ហើយប៉ុន្តែលើកទី1ដែលបងប្តឹងដោយសារអីវាមិនមែនជាការរិះគន់អូនលក្ខណៈជេរប្រមាថជាគ្រួសារបងថោកទាបអូនគ្រួសារបងអូនគិតមើលបងពីមុនមកកម្មករសំណង់ប្រពន្ធធ្វើការរោងចក្រតស៊ូជាមួយគ្នារហូតជាង10ឆ្នាំនេះមកដល់ពេលនេះដល់ចំណុចនេះគ្រួសារបងអាចថាជាគ្រួសារមួយដែលជោគជ័យប្តីប្រពន្ធបងនៅជាមួយគ្នាធម្មតាកូនបងបានផ្គត់ផ្គង់បងបានផ្ដល់បងបានមើលថែពុកម្ដាយបងបង្កើតបងប្អូនបងទាំងអស់បងយឹតយងមកទាំងអស់គ្រួសារប្រពន្ធបងផ្ទះម្ដាយក្មេកអីបងធ្វើឲ្យធំណាស់កូនបងតូចចឹងបងបានគិតគូរអនាគតកូនអស់ហើយមានផ្ទះមានសបែងសម្រាប់រៀបចំឲ្យហើយបងមិនក៏បងមិនចេះអសើជាអសមែនប៉ុន្តែបងព្យាយាមតស៊ូពីចំណុច0មកដល់ចំណុចនេះបងចេះគិតណាស់ទៅពេលមកឌីលគ្រួសារបងថោកទៀតវាប៉ះពាល់ដល់ប្រពន្ធបងដល់កូនបងទាំង3នាក់តែកូនបងគ្នាមើលរងថ្ងៃគ្នាខំចូលរួមផ្សព្វផ្សាយលើវិស័យបាល់ទាត់រងថ្ងៃនេះបងឲ្យបដោះបដាល់ក្មេងៗលើវិស័យបាល់ទាត់នឹងជាង200នាក់អូនបាទអញ្ចឹងឲ្យជំរុញទឹកចិត្តក្មេងៗបាទបានលេងបាល់ទាត់ហើយអូនមើលបងគ្រួសារបងពេលបងរស់ស៊ីធូធាល្បីឈ្មោះទៅបងមិនដែលភ្លេចអ្នកស្រុកមិនដែលភ្លេចពេលក្រទេអូនបងតែងតែធ្វើគេសពរសធរហើយចំនួនសង្គ្រាមបងធ្វើរឿងល្អច្រើនជាមួយកងទ័ពជាមួយភាសឹកបងជួយសង្គមច្រើនណាអូនរឿងតិចបន្តួចប៉ុណ្ណេះទៅបីរឿងធំរឿងអីក៏គេថាធំក៏ធំទៅប៉ុន្តែរឿងគ្រួសារបងទេគ្រួសារបងប្រពន្ធបងមិនអីផងហើយអ្នកដតីជេរប្រមាថបងធ្វើមើលតែរឿងក្បត់ជាតិធ្វើមើលរឿងព្រមត្តនជេរប្រមាថធ្ងន់ពេកជេរច្រើនណាស់ចឹងបានថាបច្ចុប្បន្ននេះសង្គមឥឡូវនេះអូនអើយអូនឯងធ្វើល្អ100ដងអូនឯងខុសតាមមួយដងអូនឯងចាំមើលអត់ខ្វះទេអ្នកជន់យើងអ្នកខ្លះជន់ដោយស្អប់មិនពេញចិត្តយើងអ្នកខ្លះជន់ហើយយករឿងយើងធ្វើមេតិកាប្រមូលផលិតផលខ្លួនឯងជាប្រយោជន៍ខ្លួនឯងអ្នកខ្លះយកអាការរិះគន់អាការជន់ហ្នឹងគឺជាកន្ធិនប្រចាំផេកតែម្ដងអញ្ចឹងណាចឹងបងសម្រាប់ចិត្តដាក់ប្តឹងមួយទៅអូនអើយហើយថាវិការដែលបងបានវិការប្តឹងហ្នឹងបងបានគិតហើយបងនឹងយកចូលទៅដល់ជួយទៅដល់មន្ទីរបេក្ខភាពបអត់ប៉ះពាល់មករៀលណាទេអូនបាទប៉ះពាល់មករៀលណាទេចុះបើករណីថាភាគីចុងចោតបាទសុំសម្របសម្រួលក្រៅប្រព័ន្ធតុលាការក៏ដូចជាសុំទោសទៅលោកពាក់មីក្នុងជាសាធារណៈអីទៅតើលោកអាចដកពាក្យបណ្ដឹងទេឬក៏រឿងនេះនៅតែបន្តឬក៏យ៉ាងណាបាទសូមជួយតើតនឹងសំណួរទី2នេះអូនករណីនេះបងបានសួរខាងអ្នកច្បាប់ដែរដូចជាមិនមានទោសអីណាដល់ជាប់គុកជាប់អីទេអូនគាត់ណាទី1គាត់លុបអ្វីដែលគាត់បានជេរប្រមាថបងនឹងចេញទៅហើយទី2គាត់សុំទោសសាធារណៈនិងទី3សងជំងឺចិត្តអញ្ចឹងដូចបងជម្រាបខាងលើអញ្ចឹងអសរជំងឺចិត្តនឹងបងអត់យកទេបងជួយទៅមតិគុណធិបហាទាំងអស់តែប៉ុណ្្នឹងទេអូនហើយគាត់ណាចង់បញ្ញត្តិអារម្មណ៍បងប្អូនថាការរិះគន់គេលើសាធារណៈហ្នឹងឲ្យមានថាមានក្រមកំណត់ដែរពេលខ្លះរិះគន់ស្ថាបនាពេលខ្លះទៅយើងជ្រុលដល់ចោតប្រកាន់គេអញ្ចឹងណាឬក៏ប្រមាថជេរឌីលគេធម្មតាតែយើងប្រមាថជេរគេលើ social media លើកន្លែងសាធារណៈហើយមានអ្នកខមមិនតហែតាមអ្វីដែលយើងផុសដែលយើងប្រមាថគេនឹងទៀតអញ្ចឹងណាទាំងដែលគ្រួសារគេឬបុគ្គលសោះហ្នឹងអញ្ចឹងណាអញ្ចឹងក៏បងចង់ប្រាប់ប៉ុណ្ណឹងអញ្ចឹងគាត់ណាសុំទោសបងសាធារណៈឲ្យលុបអ្វីដែលជេរប្រមាថបងនឹងចោលទៅហើយសងជំងឺចិត្តទៅតែប៉ុណ្្នឹងចប់ហើយអូនប៉ុណ្្នឹងតើអូនបាទសូមអរគុណ